យើងត្រូវចងចាំថាកុំចាំដល់បាត់បង់ទើបចេះសោកស្ដាយកុំចាំដល់ភ្លេចឆ្ងាយទើបនឹកនាកុំចាំដល់បែកគ្នាទើបចេះអាឡោះអាឡៃអ្វីអ្វីគ្រប់យ៉ាងយើងត្រូវចេះឲ្យគុណតម្លៃគ្នាទៅវិញទៅមកការរស់នៅជាមួយគ្នាចិត្តដូចឆ្ងាយត្រូវចេះអធ្យាស្រ័យឲ្យគ្នានឹងគ្នាទើបជីវិតយើងរស់នៅដោយសេចក្តីសុខសាន្តនិងសុភមង្គលមនុស្សយើងត្រូវចេះទទួលស្គាល់ការពិតចំពោះចំណុចដែលមិនល្អទាំងឡាយរបស់ខ្លួនឯងយើងបានដឹងថាត្រូវចេះកែខៃនៅចំណុចណាខ្លះបើយើងជួយអ្នកដទៃមិនចាំបាច់មានហេតុផលទេបើគេស្អប់យើងត្រូវពិចារណាថាខ្ញុំដឹងថាភ្នែកអ្នកខ្ញុំគ្រាន់តែជាមនុស្សអាក្រក់ប៉ុណ្ណោះប៉ុន្តែខ្ញុំចង់ប្រាប់អ្នកថាមនុស្សអាក្រក់ដូចខ្ញុំនេះមិនដែលចង់ធ្វើឲ្យអ្នកពិបាកចិត្តទេ